chẳng năm đại xâyឡើងតបងគេនៅពាក់កណ្ដាលខែមិនិនាហ្នឹងគឺឆ្នាំចចឹងអបអសាទរដល់បងប្អូនកូនក្មួយដែលកើតនៅឆ្នាំចបាទអ្នកដែលកើតឆ្នាំចលេខសំណាងគឺលេខ842ពណ៌សំណាងពណ៌ស្លែលោកអ្នកដែលកើតឆ្នាំចលេខសំណាង842ពណ៌សំណាងពណ៌ស្លែចឹងបងប្អូនកូនក្មួយអ្នកកើតឆ្នាំចខមមិនលេខ842 share វីដេអូគ្រូមហាជុំ3ដងដាក់លេខ842ហើយពណ៌សំណាងគឺពណ៌ស្លែចឹងថ្ងៃ10ដល់ថ្ងៃ20ហ្នឹងថ្ងៃណាក៏ដោយឲ្យតែថ្ងៃគិតថាជាថ្ងៃដែលល្អចរចាការងារធ្វើកិច្ចការណាមួយចង់ឲ្យជោគជ័យលោកអ្នកពាក់អាវពណ៌ស្លែទៅលោកអ្នកនឹងបានផលលៀបសំណាងចូលមកដល់ហើយបាទឆ្នាំចបើនិយាយពីកម្ពុជាឆ្នាំហ្នឹងឥឡូវហ្នឹងហេងប៉ុន្តែពីមុនហ្នឹងចសឹងនិយាយថាកម្ពុជាឆ្នាំតែវេទនាជាងគេប្រចាំខែប្រចាំឆ្នាំអីចឹងទៅលោកអ្នកត្រូវដឹងថាឆ្នាំចបាទអ្នកដែលកើតឆ្នាំចគឺជាមនុស្សកំសត់បាទមនុស្សកំសត់ណាស់ព្រោះថាមនុស្សឆ្នាំចមនុស្សជួយយកអាសាគេមនុស្សឆ្នាំចមនុស្សដែលគិតពីគេមនុស្សកើតឆ្នាំចគឺជាមនុស្សដែលខ្វល់ពីគេដែលព្រួយពីគេហើយបើនិយាយធ្វើការហត់ជាងគេបើនិយាយពីថាធ្វើអីស្វាហាត់ជាងគេលះលហួនជាងគេគិតប្រយោជន៍រួមជាងប្រយោជន៍ឯកជនប៉ុន្តែលទ្ធផលដែលទទួលបានមកវិញគេស្ដីបន្ទោសគេស្ដីឲ្យអីចឹងទៅចឹងអ្នកកើតឆ្នាំចណាបើនិយាយពីទទួលរងនៅព្យុះនៅភ្លៀងនៅខ្យល់នៅរឿងមិនល្អហ្នឹងប្រហែលឆ្នាំនេះសមនឹងល្មមចរត់ចោលស្រុកឥឡូវនេះចកំអាលអស់សង្ឃឹមចកំអាលភ័យចកំអាលព្រួយពីព្រោះថារាសីយើងចាប់ផ្ដើមល្អឡើងមកវិញឆ្នាំចពីថ្ងៃ10ដល់ថ្ងៃ20ខែ3ត្រៀមទទួលយកលៀបសบายចិត្តឲ្យច្រើនរីករាយឲ្យច្រើនហើយមិនបាច់ខ្វល់ពីអ្នកណាទាំងអស់ចាប់ពីថ្ងៃហ្នឹងទៅមនុស្សឆ្នាំចរៀនធ្វើជាមនុស្សអាត្មានិយមប៉ុន្តែមិនមែនខ្ញុំបណ្ដៅឲ្យអ្នកកើតឆ្នាំចខូចទេរៀនធ្វើមនុស្សអាត្មានិយមទៅហេតុអីបានឲ្យរៀនធ្វើមនុស្សអាត្មានិយមពីព្រោះថាទោះបីជាយើងធ្វើមនុស្សយកអាសាគេដល់ទៅកម្រិតណាក៏គេមិនមើលឃើញអំពីការលះបង់របស់យើងដែរយើងជួយគេយើងយកអាសាដល់គេយើងខ្វល់ខ្វាយពីគេយើងព្រួយបារម្ភពីគេយើងចែករំលែកពីគេយើងគិតដល់គេប៉ុន្តែសម្រាប់លទ្ធផលដែលបានមកវិញគឺអត់បានទេជួយគេល្អគេមើលអត់ឃើញណាប៉ុន្តែបើខុសគេតាមចាប់កំហុសហើយមនុស្សកើតឆ្នាំចខ្ញុំសូមជម្រាបជូនថាមួយជីវិតមិនដែលមានអ្នកយល់ចិត្តទេបាទអ្នកកើតឆ្នាំចណាមួយជីវិតគ្មានអ្នកយល់ចិត្តទេតាំងពីកើតមករហូតដល់អាយុប៉ុណ្ណឹងអ្នកខ្លះអាយុចង់ទៅវិញហើយនៅតែអត់មានអ្នកយល់ចិត្តឪពុកម្ដាយក៏មិនយល់ចិត្តបងប្អូនក៏មិនយល់ចិត្តកូនក៏មិនយល់ចិត្តមានប្រពន្ធមិនយល់ចិត្តមានប្តីមិនយល់ចិត្តទៀតហើយបើថាគេកើតទុកគេលំបាកគេវេទនាព្រះអង្គពធឲ្យយើងជួយគេអាណិតគេដេកលក់ទេគិតដល់គេសម្រាប់តែយើងមកវិញនេះអត់មានអ្នកណាមួយគេមកគិតឃើញយើងទេណាយើងតែងតែយកបេះដូងគេមកដាក់ក្នុងបេះដូងយើងតែងតែយកចិត្តគេមកដាក់ចិត្តយើងតែងតែគិតដល់ខ្លាចអូយវវគ្នាអន់ចិត្តដែរវវចេះវវចោះដល់ពេលយើងគ្មានអាណាគេមកគិតយើងទេរាល់ថ្ងៃនេះថាជីវិតយើងគឺថាខ្លោចផ្សាស្ទើរតែសក់ទឹកនេត្រាម្ដងណាប៉ុន្តែអ្នកកើតឆ្នាំចមនុស្សអត់ចាំទេប្រហែលជាអត់បានស៊ីខួយជ្រូកគេមិនដឹងតាម្នាក់នឹងធ្វើបាបអញឯងស្អប់ចាំមើលអញមិននិយាយរកខឹងគេចុងក្រោយគេមកលួងត្រូវគេមិនដែលមនុស្សឆ្នាំចមនុស្សឆ្លាតក៏ឆ្លាតល្ងងក៏ល្ងងឆ្លាតក៏ឆ្លាតល្ងងក៏ល្ងងឆ្លាតនឹងឆ្លាតរឿងអីស្អីក៏ចេះធ្វើដែរល្ងងឲ្យតែគេលួងទៅហើយណាបាទខ្ញុំនិយាយតែថាមនុស្សឆ្នាំចគេស្លាប់យើងទៅដល់ពេលយើងស្លាប់អត់មានអ្នកណាមកហើយមនុស្សឆ្នាំចកំសត់ណាស់វេទនាណាស់ចឹងខ្ញុំសូមសំណូមពរដល់លោកអ្នកទាំងឡាយដែលមានភរិយាដែលមានស្វាមីឆ្នាំចជួយអាណិតគាត់ផងជួយលើកលែងឲ្យគាត់ផងជួយអត់អោនឲ្យគាត់ផងពីព្រោះគ្នារាល់ថ្ងៃនេះគឺគ្នាលះបង់ដើម្បីតែគ្រួសារលះបង់ដើម្បីបងប្អូនលះបង់ដើម្បីក្រុមញាតិហេតុអីបានក្រុមញាតិហេតុអីបានក្រុមគ្រួសារទាំងអស់មិនគិតគូរពីគាត់មិនសំណោះអាឡោះអាឡៃដល់គាត់អញ្ចឹងអ្នកកើតឆ្នាំចទាំងឡាយចាប់ពីថ្ងៃហ្នឹងទៅណាយើងត្រូវតែធ្វើមនុស្សអាត្មានិយមត្រូវតែធ្វើមនុស្សអាត្មានិយមកុំខ្វល់ពីអ្នកណាទាំងអស់ស្រឡាញ់ខ្លួនឯងឲ្យច្រើនស្រឡាញ់ខ្លួនឯងឲ្យច្រើនចាំស្រឡាញ់អ្នកដទៃស្រឡាញ់ខ្លួនឯងឲ្យច្រើនកុំស្រឡាញ់អ្នកដទៃស្រឡាញ់ខ្លួនឯងឲ្យច្រើនមកជីវិតទោះបីស្រឡាញ់គេតតែស្លាប់ខ្លួនទៅទៀតក៏គ្មានអ្នកណាមួយគេឃើញអំពីការលះបង់របស់យើងដែរបាទអញ្ចឹងបើតាអ្នកឆ្នាំចមិនគិតម្ដងដេកស្រក់ទឹកភ្នែកណាប៉ុន្តែវាល្អមួយយ៉ាងអ្នកកើតឆ្នាំចដូចប្រាប់ដែរបើពិបាកចិត្តអត់មានណាដឹងដល់ពេលកើតទុកអត់មានណាដឹងដល់ពេលសុបាយចិត្តគេដឹងគ្រប់គ្នាហើយមនុស្សឆ្នាំចចិត្តល្អណាបើមានរបស់គឺចែកម្លែកមិនស៊ីតែឯងទេហើយមកពូជបើមានបងប្អូនកើតឆ្នាំចមួយបើគ្នារស់ស៊ីមានណាគឺឆ្នាំចនឹងជួយបងប្អូនឲ្យមានមកពូជប៉ុន្តែបើក្រងាយពីគេមើងងាយគេជន់ចង់ងាប់ណាបាទហើយមនុស្សឆ្នាំចហេតុអីបានគ្នាមិនសូវមានដោយសារគ្នាអត់ចេះរីថាំដោយសារគ្នាចិត្តល្អដោយសារគ្នាចិត្តតលាយគ្នាក្រហើយគ្នាកំសត់ហើយគ្នាវេទនាហើយគ្នាចិត្តល្អគិតគូរទៀតអញ្ចឹងបានវាក្រជាងគេនោះប៉ុន្តែអាគេឆ្នាំផ្សេងគេមានដោយសារអីគេមិនខ្វល់ហើយអាណាងប់ដែរណាហួរទៅគេអត់ខ្វល់អញ្ចឹងគេសុកដែរហើយយើងមានពេលណាមានបើបានលុយមកត្រូវការរហូតជួយបងជួយប្អូនជួយកូនជួយក្មួយពេលខ្លះអាខ្លួនឯងក្រជាងគេហើយចូលហាងប៉ៅអាអ្នកមានទៅទៀតអញ្ចឹងសួរថា
តើពេលណាបានមានគ្មានសង្ឃឹមមានទេបើចិត្តល្អអញ្ចឹងពេកនោះប៉ុន្តែកុំអស់សង្ឃឹមទេវតាចាប់ផ្ដើមប្រទានពរប្រទានជ័យដល់យើងហើយកូនហើយកូនបាទទេវតាចាប់ផ្ដើមប្រទានពរប្រទានជ័យដល់យើងហើយអញ្ចឹងអ្នកដែលកើតឆ្នាំចអ្នកអ្វីដែលយើងលះបង់មកគឺថាអត់ឃើញពលឺទេដាក់ទៅស្កុយដាក់ទៅស្គល់អស់លីងអត់ដែលឃើញប៉ុន្តែឥឡូវនេះគឺដល់ពេលដល់វេលាដែលត្រូវយើងទទួលបានលៀបសំណាងមកវិញហើយអញ្ចឹងអ្នកកើតឆ្នាំចពីថ្ងៃទី10ដល់ថ្ងៃទី20ខែ3ណាទោះបីគ្មានលៀបធំក៏មានលៀបតូចដែរទោះបីអត់លុយក៏មានលុយចូលមកដែរអញ្ចឹងអ្វីគ្រប់យ៉ាងណាអ្នកកើតឆ្នាំចគឺនឹងទទួលបាននៅលៀបសំណាងចូលមកនៅក្នុងរយៈពេល10ថ្ងៃនេះពីថ្ងៃ10ដល់ថ្ងៃ20នេះបាទអ្នកណាមានលុយច្រើនអានឹងបានប៉ុនច្រើនអ្នកណាមានលុយតិចបានប៉ុនតិចប៉ុន្តែដឹងថាធ្វើម៉េចដឹងថាមានលៀបមានដំណឹងល្អចូលមកអញ្ចឹងត្រៀមទាំងអស់គ្នាសម្រាប់លោកអ្នកដែលកើតនៅឆ្នាំចយើងត្រៀមទទួលលៀបយើងត្រៀមហេងយើងត្រៀមជោគជ័យយើងត្រៀមរីកចម្រើនរយៈពេល10ថ្ងៃហ្នឹងប្រហែលឆ្នាំមកមុនបរាជ័យយើងកុំខ្វល់យើងខ្វល់តែឥឡូវហ្នឹងគឺយើងត្រូវធ្វើម៉េចយើងទទួលបានលៀបសំណាងត្រឡប់មកវិញចឹងឥឡូវឆ្នាំចយើងឃើញពន្លឺមកបដាហើយបើនិយាយពីឡានចេញក្បាលមកហើយឃើញក្បួនមកបដាចេញក្បាលមកនៅសក់កតុយចឹងកតុយមកដល់គឺបានលុយចូលមកដល់ហើយចឹងអ្នកកើតឆ្នាំចណាប្តីប្រពន្ធធ្លាប់តែឆ្លោះគ្នាធ្លាប់តែប្រច័ណ្ឌគ្នាធ្លាប់តែហែកហួរគ្នាធ្លាប់តែមានរឿងអញញ៉ៃជាមួយគ្នាឥឡូវនេះពីថ្ងៃ10ដល់ថ្ងៃ20នេះប្រពន្ធឆាប់យល់ចិត្តប្តីឆាប់យល់ចិត្តគេដឹងគេគិតគេគូគេខ្វែងបងប្អូនមិនស្រឡាញ់គេចាប់ដើមស្រឡាញ់គេគិតពីសុខទុក្ខយើងអ្នកដតីចបាយនេះធ្លាប់តែមើងងាយយើងក៏បានល្អមកវិញដែរចឹងសរុបមកឆ្នាំចគឺយើងល្អប៉ុន្តែដូចខ្ញុំជំរាបជូនចឹងកាន់តែផ្គប់គុណគេកាន់តែជួយគេគឺកាន់តែត្រូវមាត់កាន់តែលះបង់កាន់តែការតបស្នងមកវិញអត់បានដូចបំណងពេលខ្លះគិតថាចាំមើលអញនឹងលះបង់អញនឹងប្រឹងឲ្យប្រហែលជាធ្វើឲ្យមេអញទៅសើចុំយ៉ាធ្វើឲ្យគេមិនទៅសើគេនិយាយថាឲ្យទៀតគេមិនល្អទៀតឥឡូវនេះមិនបាច់ខ្វល់មិនបាច់ភ័យមិនបាច់ព្រួយមិនបាច់កើតទុកអ្វីយើងល្អមកវិញហើយមិនបាច់ជឿគ្រូមហាជុំទេអ្នកកើតឆ្នាំចនោះកុំជឿបាទមិនបាច់ជឿគ្រូមហាជុំទេស្ដាប់មើលខ្លួនឯងទៅណាថាអ្វីដែលលោកគ្រូមហាជុំនិយាយហ្នឹងគឺវាត្រូវអត់បើត្រូវសរសេរនៅក្នុង comment មកថាអូលោកគ្រូត្រូវណាស់បាទតែប៉ុណ្្នឹងបានខ្ញុំសប្បាយចិត្តខ្ញុំរីករាយហើយអញ្ចឹងលោកអ្នកដែលកើតឆ្នាំចទាំងឡាយចាំត្រៀមណាហើយបើត្រូវខ្លាំងណាស់យើង comment លេខសំណាងរបស់យើងភ្លាមដើម្បីយើងទទួលលៀបគឺលេខ842លេខ842គឺជាលេខសំណាងសម្រាប់ឆ្នាំចពីថ្ងៃ10ដល់ថ្ងៃ20ចំណែកពណ៌សំឡាងពណ៌ស្លែអញ្ចឹងបងប្អូនពណ៌សំណាងពណ៌ស្លែបងប្អូនណាបាទអ្នកកើតឆ្នាំចក្តីអ្នកកើតឆ្នាំអ្វីក៏ដោយបើសិនបើលោកអ្នកចង់ឲ្យមានគេអាណិតច្រើនចង់ឲ្យមានគេស្រឡាញ់ច្រើនចង់លក់ដូរដាច់ចង់រកស៊ីមានបានចង់ឲ្យអ្នកជុំវិញខ្លួនគេស្រឡាញ់គេពេញចិត្តចង់ធ្វើអ្វីមួយឲ្យបានល្អប្រសើរគេជពាក់លុយចង់ឲ្យគេសងលុយចង់ឲ្យគេទៅចរចាចង់ឲ្យកូនចៅស្ដាប់បង្គាប់ចង់ឲ្យប្តីស្រឡាញ់ចង់ឲ្យប្រពន្ធស្រឡាញ់ចង់ឲ្យសង្សារស្រឡាញ់ចង់ឲ្យភ្ញៀវគេអាណិតស្រឡាញ់មានលៀបមានសំណាងបងប្អូនណាលោកគ្រូមហាជុំមានកមួនស្នេហ៍ស័ក្តិសិទ្ធិណែកមួនស្នេហ៍ស័ក្តិសិទ្ធិនេះជំរាបជូនដល់លោកអ្នកណាបាទខ្ញុំសូមធានាអះអាងថាបងប្អូនយកទៅប្រើប្រកបជាបានដូចចិត្តដូចបំណងបងប្រាថ្នាបងប្អូនណាកមួននេះគ្រាន់តែបងប្អូនយកលៀបប្របេមាត់លើប្របេមាត់ក្រោយចាមស្ដាំចាមឆ្វេងរៀបចេញទៅធ្វើការមួយទឹកស្អាតលៀបកមួនស័ក្តិសិទ្ធិរបស់លោកគ្រូហើយក្រោយពីលៀបឲ្យលោកអ្នកជាទីគោរពចេញទៅធ្វើការងារចេញទៅលក់ដូររ៉ូស៊ីគេអាណិតគេស្រឡាញ់គេពេញចិត្តបើនិយាយពីលក់ដូរគ្រាន់តែអតិថិជនដើមមកឃើញមុខយើងគេពេញចិត្តចូលទិញតែយើងឯងបើនិយាយពីទៅធ្វើការច្បាយងារធ្លាប់តែស្អប់ធ្លាប់តែខ្ពើមធ្លាប់តែបិទការងារគ្រាន់តែលៀបកមួនលោកគ្រូមហាជុំឲ្យគឺអ្វីគ្រប់យ៉ាងគឺល្អគេស្រឡាញ់គេអាណិតមកវិញហើយបើនិយាយពីថាទៅចរចាលក់គេថាចង់លក់ចង់ដូរចង់ស្ទាលលុយទីអីគេក៏អាចប្រើទៅបានដែរហើយបើនិយាយពីប្តីមិនឲ្យលុយណាប្តីមិនឲ្យលុយប្តីរកលុយបានលាក់លុយមិនឲ្យលុយយើងកាន់ប្តីដេកបាយខ្នងអីចាដើមបងប្អូនប្រើកមួនលោកគ្រូមហាជុំគឺប្រើឲ្យគឺល្អប្តីមាត់ធំមាត់តូចអីប្រែមកជាសភាពរៀបសារលែងឆ្លោះលែងប្រកែកអីជាមួយយើងប្រកែស័ក្តិសិទ្ធិណាកមួនស្នេហ៍នេះមិនមែនយកទៅដាក់ស្នេហ៍ទេគឺលៀបឲ្យគេអាណិតលៀបឲ្យគេស្រឡាញ់ប្តីមានស្រីមានអីហ្នឹងណាបងប្អូនណាបាទគឺប្រកែស័ក្តិសិទ្ធិណាយកទៅលៀបតាអញ្ចឹងលៀបតម្លើងរាសីផងលៀបឲ្យមានមុនស្នេហ៍ផងស្នេហ៍មុខស្នេហ៍មាត់អីចឹងទៅបាទហើយបរិសុទ្ធ 100% ហើយមានប្រសិទ្ធភាពអាចបង្ក្រាបបានឧបមាថាប្តីយើងវាត្រូវស្នេហ៍គេនោះគេដាក់ស្អីណានៃរបស់អពមង្គលរបស់ស្មោកគ្រោកអីជាដើមយើងអាចប្រើកមួនស្នេហ៍ស័ក្តិសិទ្ធិរបស់លោកគ្រូមហាជុំក្រោយតែពីដាក់ឲ្យគឺយើងហេងយើងកាក់កបយើងរីកចម្រើនយើងទទួលបានជោគជ័យអញ្ចឹងលោកអ្នកណាដែលមិនទាន់មានកមួនស្នេហ៍អាចសាក់លបងយកទៅលាបបានប្រកែកណាស់បាទទៅធ្វើការទៅអីហ្នឹងគឺកូនសិស្សលោកគ្រូមហាជុំគាត់យកទៅប្រើទៅគឺបានដូចប្រសិទ្ធភាពឥឡូវបងប្អូនណាចង់បានអាចជាវបានបាទ